អូខេសួស្តីបងប្អូនទាំងអស់គ្នាចឹងសម្រាប់នៅរសៀលនេះខ្ញុំមក recap ទៅលើ position មួយដែលខ្ញុំបានចូលពីថ្ងៃមិញនៅក្នុងចន្លោះម៉ោង12រហូតដល់ម៉ោង1ដែលធ្វើឲ្យយើងបានមួយ set up នៅក្នុងហ្នឹងដែលយើងបាន TP រហូតដល់បាន 2R បើយើងគិតមើលទៅយើងថាបាន 2R កន្លះចុះនៅទៅហ្នឹងអញ្ចឹងដំបូងឡើយគឺតាក់ទងជាមួយនឹងផ្សារគឺយើងឃើញថាដំបូងគឺផ្សារនេះបានផ្ដាច់ជាមួយនឹង swing នៅកន្លែងទៅនេះផ្ដាច់ swing មួយផ្សាររុញឡើងទៅលើយក liquidity take យក liquidity នៅខាងលើនេះមួយទៀតហើយក៏បានមកប៉ះជាមួយនឹង order block ដូចគ្នាអញ្ចឹងកន្លែងទៅនេះយើងឃើញថាផ្សារនេះដំបូងឡើយពេលដែលប៉ះទៅភ្លាមគឺជ្រុំនៅហ្នឹង sideways អត់តន់តាណាទេបន្ទាប់មកទៀតយើងក៏ធ្វើការរងចាំមើលឲ្យផ្សារហ្នឹងទៅដល់ម៉ោង12រហូតដល់ផ្សារហ្នឹង close candle ម៉ោង12ហើយបើក midnight open សិនបន្ទាប់មកទៀតបាទយើងធ្វើការចេញចូលធ្វើការទិញលក់អញ្ចឹងកន្លែងទៅនេះគឺយើងតម្រាំដែលយើងបានចូលគឺចាំឲ្យផ្សារហ្នឹងគឺផ្ដាច់ពីខាងលើនេះមកសិនធ្លាក់មកសិននៅពេលដែលផ្សារ retracement បានយើងចូលអញ្ចឹងមានន័យថាយើងអត់ចូលតាំងពីផ្សារ sideways នៅលើនេះទេអញ្ចឹងកន្លែង position កន្លែងនេះគឺយើងចូលទៅមើលតាក់ទងមួយតាម 3 នាទីនៅពេលយើងចូល entry ចឹងដំបូងឡើយដល់ពេលដែលផ្សាររុញចុះមកហ្នឹងគឺយើងអត់បានចូលពីនេះមកទេប៉ុន្តែគាត់ថាយើងមើលគួបផ្សំជាមួយ structure ក្នុង low time frame ដូចគ្នាផ្សារនេះដំបូងឡើយគឺបានផ្ដាច់ទៅនេះអញ្ចឹងបើយើងគិតមើលទៅផ្សារនេះគឺបាន shift តាំងពីនេះមក boss ពីនេះមកតង់ទៀតហើយផ្សល់ជាមួយនឹងorder block ទៅនេះផ្សារបានរុញទៅ respect នៅទៅហ្នឹងរុញចុះមកតហើយក៏ដូចជាបាន midnight ក៏បើកនៅទៅហ្នឹងដូចគ្នាផ្សារ retrace បកមកវិញទី1វាមាន order block សម្រាប់ support price នៅកន្លែងទៅហ្នឹងមួយទី2គឺ midnight នៅហ្នឹងដូចគ្នាអញ្ចឹងក៏សម្រាប់ចិត្តថាយើងចូល short នៅទៅហ្នឹង target របស់យើងយកត្រឹម liquidity ដែលនៅសល់ខាងក្រោមនេះដូចគ្នាអត់យកឆ្ងាយទេហើយអញ្ចឹងយើងបានរហូតដល់ 2R ចុច44តែបើយើងគិតឲ្យគត់មកទៅ 2R ខ្លះណាអូខេអញ្ចឹងវាបានរហូតដល់ចិត្ត100 pip ដែរវា stern តិចតួចទេអញ្ចឹងតកតងជាមួយនឹង setup ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលគាត់នៅក្នុង channel Telegram គឺគាត់បានចូលដែរក៏បាន profit ទាំងអស់គ្នាដែរអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេហើយក៏ដូចជាបើសិនជាគ្នាយើងអត់ទាន់មាន channel Telegram របស់ខ្ញុំទេអាចនឹង join បានពីព្រោះនៅក្នុងហ្នឹងគឺខ្ញុំចែកម្លែកទៅលើតកតងជាមួយ technical analysis ឬដូចជាមានព័ត៌មានមួយចំនួនដែលមានគឺខ្ញុំនឹងតម្លាក់ចូលក្នុងដូចគ្នាអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតអរគុណ